ខាងសារព័ត៌មានខ្ញុំឈ្មោះគូសុខាជារដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងចរាចរណ៍ហើយជំនួសខ្ញុំក៏ជាប្រធាននៃក្រុមការងារត្រួតពិនិត្យនៅលើប្រតិបត្តិការគ្មានការអនុញ្ញាតនៅក្នុងវិស័យមូលដ្ឋានក្រុមការងារនេះត្រូវបានបង្កើតឡើងដើម្បីនឹងតាមមើលនៅសកម្មភាពនៃការធ្វើអាជីវកម្មទាំងឡាយណាដែលគ្មានការអនុញ្ញាតនៅក្នុងវិស័យមូលដ្ឋានយើងដឹងហើយថាវិស័យមូលដ្ឋានគឺជាវិស័យមួយដែលស្ថិតនៅក្រោមការទទួលខុសត្រូវនៅក្រោមការព្យាបាលនៃគណៈកម្មការមូលដ្ឋានកម្ពុជាដែលមានឯកឧត្តមស៊ុយជាតិជាអគ្គនាយកប៉ុន្តែសកម្មភាពដែលបានអនុវត្តកន្លងមកនេះដោយបុគ្គលមួយចំនួននោះមិនមែនជាសកម្មភាពដែលផ្អែកនៅលើមូលបត្រទេគឺជាសកម្មភាពបោកប្រាស់ដែលប្រមូលលុយប្រមូលប្រាក់ពីប្រជាពលរដ្ឋហើយសន្យាថាផ្ដល់នៅចំណូលរបស់មួយដ៏ខ្ពស់ក្នុងអត្រារហូតដល់ 10% នៅក្នុងមួយខែឬក៏ 120% នៅក្នុងមួយឆ្នាំហើយប្រតិបត្តិការនេះបានចាប់ផ្ដើមឡើងនេះមិនមែនគឺមានតែនៅក្នុងប្រទេសកម្ពុជាជាពិសេសជាលើកទី1នៅក្នុងប្រទេសយើងទេប្រតិបត្តិការដែលគេឲ្យឈ្មោះហៅថាជាប្រតិបត្តិការពីរបៀបនេះគឺថាដើរប្រមូលលុយតគ្នាពីប្រជាជនហ្នឹងហើយអ្នកដែលយកលុយមកដាក់ខ្លួនឯងដំបូងហ្នឹងដើរទៅប្រមូលមនុស្សបន្តគ្នាទៀតនេះគឺជាប្រតិបត្តិការដែលវាកើតមានឡើងនៅលើទូទាំងពិភពលោកនៅប្រទេសធំនៅលើពិភពលោកក៏មានការឡើងនៅប្រទេសនៅក្នុងតំបន់ក៏មានការឡើងដែរហើយជារួមជាទូទៅប្រតិបត្តិការនេះវាបែកធ្លាយនៅពេលដែលកំពូលវាធ្ងន់ពេករកលុយសងអ្នកដែលបានក្រោមនោះមិនបានដូច្នេះហើយក៏រលំទៅហើយអាជ្ញាធរជាច្រើនគឺពិបាកនឹងរាំងស្កាត់នៅប្រតិបត្តិការទាំងឡាយនេះណាពីព្រោះគឺជាប្រតិបត្តិការដែលនៅលើផ្លូវជំនិតអញ្ចឹងគឺអត់បានដឹងមុនទេហាក់បីដូចជាមនុស្សដែលលេងតុងទីនអញ្ចឹងលេងតុងទីនបើយើងគ្រាន់តែលេងតុងទីនហើយអញ្ចឹងអាជ្ញាធរចង់ទៅចាប់លេងតុងទីនមកតាលោកថាតែមាននីតិវិធីមានពាក្យបណ្ដឹងមកដូច្នេះហើយបានជាការអនុវត្តនៅលើទូទាំងពិភពលោកភាគច្រើនគឺมันអាចនឹងទប់ស្កាត់បានតាំងពីដំបូងទេលោកថាតែមានរឿងមានបញ្ហាដល់ឈានដល់ពាក្យបណ្ដឹងគឺតែអាជ្ញាធរមានវិធានការទៅបានដែលឡែកនៅក្នុងប្រទេសកម្ពុជាយើងគណៈកម្មការមូលបត្រឯកឧត្តមស៊ុយជាតិខាងខ្ញុំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុហើយនិងឯកឧត្តមវិញ្ញាណផលដែលជាក្រសួងមហាផ្ទៃនេះគឺយើងបានដឹងខ្លឹមមួយយើងបានរៀនសូត្រពីបទពិសោធន៍ពីបរទេសមកយើងដឹងខ្លឹមពីមុនថាមានរឿងមិនស្រួលហើយមានរឿងមិនស្រួលហើយប៉ុន្តែយើងចាត់វិធានការនីតិវិធីយើងមាននីតិវិធីវិធានការរដ្ឋបាលនិងនីតិវិធីតុលាការនីតិវិធីតុលាការគឺត្រាធ្វើបានគឺត្រាតែយើងមានច្បាប់បន្តរបស់យើងទៅតាមមានវិធានបន្តទៀតអីអញ្ចឹងពេលដែលយើងដឹងខ្លឹមគ្លៀបយើងរកប្រើនីតិវិធីតុលាការគ្លៀបមិនបានទេដូច្នេះហើយគឺយើងមានវិធានការរដ្ឋបាលជាបណ្ដាហើយខ្ញុំដឹងថាបងប្អូនយើងដែលនៅក្នុងខាងសារព័ត៌មានពិសេសគឺលោកដឹងហើយយើងបានបង្រៀនចំធ្វើជាបណ្ដាញប្រព័ន្ធឃោសនាទាំងតាមទូរទស្សន៍ទាំងតាមកសែតតាមស្អីជាច្រើនដើម្បីបញ្ញត្តិស្មារតីបងប្អូនយើងដើម្បីកុំឲ្យចាញ់បោកការខិតខូចប៉ុន្តែទោះជាបីជាឆ្នេះស្រីយើងនៅតែមានយល់រងគ្រោះអញ្ចឹងហើយបានជាយើងវិឈានចូលដល់ពេលនេះគឺឈានចូលទៅដល់ចំណាត់ការរបស់តុលាការហើយគោលបំណងនៃការជួបជាមួយនឹងបងប្អូនយើងជាជនរងគ្រោះហើយក៏ដូចជាជួបជាមួយនឹងបងប្អូនខាងសារព័ត៌មាននៅក្នុងថ្ងៃនេះគឺទី1គឺចង់ផ្ដល់នៅព័ត៌មានអំពីចំណាត់ការរបស់យើងរបស់អាជ្ញាធរគឺថាអាជ្ញាធរតែងនៅជាប់ជាមួយនឹងប្រជាជនរាជរដ្ឋាភិបាលនៅជាប់ជាមួយនឹងប្រជាជនសម្រាប់អធិការសង្កាត់បដិសេធយកតែលោកនៅជាមួយប្រជាជនថាគាត់លោកបានណែនាំថាយកចិត្តទុកដាក់ណាថាតើយើងត្រូវខិតខំធ្វើទៅម៉េចដើម្បីដោះស្រាយនៅបញ្ហារបស់ប្រជាជនហើយនៅក្នុងនេះគឺគោលបំណងទី1របស់យើងតែគោលបំណងទី2គឺនឹងផ្សព្វផ្សាយពីបំណងបន្តទៀតព្រោះតាមលក្ខណៈជាដែលលើកមកគឺថាលេខចេញជារូបរាងផ្សេងទៀតនៅក្នុងការបោកប្រជាជននឹងមិនប្រើនៅរូបរាងដូចពីមុនទេរូបភាពផ្សេងទៀតដែលជាការបោកប្រាស់ឧទាហរណ៍ដូចជាថ្មីនេះយើងបានលើកនៅក្នុងប្រទេសជាតិខាងរបស់យើងគឺថាប្រើរូបភាពគេថានាំប្រជាពលរដ្ឋទៅមើលថាមានដីសម្បត្តិយ៉ាងធំណាស់ដែលខ្លួនបំរុងនឹងដាំដុះដំណាំនោះដែលនាំផលនិងភោគផលយ៉ាងច្រើនតែឲ្យប្រជាជនចូលរួមនៅក្នុងដីសម្បត្តិនោះហើយប៉ុន្តែ
còn ngồi lôi hết óc nhiên sọt đây nó còn đây là bọc kia đây là để mà lọt đây chẳng cần rồi sẽ biết tranh thì lúc tiếp xây cải thiện là như trong trẻ nhà thôi xong làm nhá lịch trong Vika này và mình thật quản nhiên của như lịch chú nó được chia trước ai mà tuân khai thì chia trước rong xuống lúc xong ở trong một dàn này xe được đang hơi cả đặc biệt vô nơi từ địa kia từ 3 tháng tên là ho con nè nơi từ địa kia vào sân thì trước các bạn ở nhà thì các là lá quy trước 3 quy phải rồi 7 phải rồi 4 phải rồi 6 phải trong phần đất và đắt thì còn lui ở các riêng phai cho 3 đó một phân 7 phải rồi đi nó mùi chứ nào nó mùi chứ nào theo trước bộ nghiên tra sân ra là hôn chung từng đọc thì rồi được nó mùi chứ nào rừng có tên là rồi mà phải đọc thì rồi không một hai tên mà rồi mà phải thì rồi không mùi chứ nào rồi chứ nét ta rồi thì ấy là tham gặp con đang dùng chung chỉ bộ lọt đấy rồi chứ nét lại đi từ tham chỉ chẳng có đọc nhá là một trong cả gì một trong cái này